សជនដើម្បីជាកម្លាំងចិត្តជាបន្តទៀតសូមផ្ដល់ស្នូលទៅដល់បងសាទៅបានខ្លាំងៗដល់គ្នាបាទពេលនេះខ្ញុំដឹងថាវិញ្ញាសានៅក្នុងសប្តាហ៍នេះគឺជាវិញ្ញាសាចម្រៀងទម្រង់យីកេធ្វើឲ្យនេះខ្ញុំមានអារម្មណ៍ច្បុកច្បល់បន្តិចដោយសារតែបទចម្រៀងនេះគឺជាបទចម្រៀងដែលនាងខ្ញុំមិនដែលធ្លាប់យកមកបកស្រាយតតែសោះប៉ុន្តែនាងខ្ញុំធ្លាប់ស្ដាប់ដូចជាបទនៅក្នុងរឿងទុំទាវគឺជាបទចម្រៀងដែលពីរោះហើយនាងខ្ញុំស្រឡាញ់មែនតើអញ្ចឹងនាងខ្ញុំជឿជាក់ថានាងខ្ញុំអាចបកស្រាយបទចម្រៀងនេះនិងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យបទចម្រៀងនេះរលូនទៅមុខបានសំខាន់សម្រាប់រាត្រីនេះបើទោះជាជួបឧបសគ្គឬការស្មុគស្មាញប៉ុណ្ណានាងខ្ញុំនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាពតែម្ដង I am a singer Cambodia
โอ้โหว่าสมปนជាកម្លាំងចិត្តអបអរសាទរបានខ្លាំងៗដល់គ្នាម្ដងទៀតបាទជំរាបសួរបញ្ញា ជំរាបសួរចាឥឡូវសំណួរដំបូងសួរថាថ្ងៃនេះភ័យខ្លាំងអត់ ភ័យខ្លាំងតែរំភើបក៏ខ្លាំងណាស់ដែរដូចថានាងខ្ញុំពិតជាសប្បាយចិត្តមែនតើបានបកស្រាយបទចម្រៀងទម្រង់យីកេដែលនាងខ្ញុំមិនដែលធ្លាប់សម្បីតែម្ដងហើយដូចជាមានអារម្មណ៍ថាអញ្ចឹងក្នុងកម្មវិធី AM Singer ប្រឡងក៏ប្រឡងប៉ុន្តែដូចសាលាមួយសម្រាប់បរិញ្ញាអញ្ចឹង ចាយើងបានបទពិសោធន៍ច្រើន បានបទពិសោធន៍ច្រើនបានភ្លក់គ្រប់រសជាតិដែលមិនធ្លាប់ភ្លក់ ចាសប្បាយចិត្តเนาะបន្ទាប់ពីយើងបានបង្ហាញសមត្ថភាពចាការចាប់អារម្មណ៍គឺកញ្ញាចិត្តសវណ្ណបញ្ញាឆ្លៀតទៀតនៅក្នុងទម្រង់យីកេមែនប៉ុន្តែនៅកម្មិចកម្មើមចានៅគួរឲ្យស្រឡាញ់ថាបទចម្រៀងសម័យយើងធ្លាប់ឃើញគាត់ណា និមលបើសិនជាយើងនិយាយតាមសាច់រឿងយីកេវិញណាកន្លែងហ្នឹងទាវទៅបានជួបមួយទុំបាទដល់ពេលយើងទាវរៀងពីទួយមកដែរបានភ័យទេបាត់ដល់ជួបគ្នានឹងភ័យហ្មងបាទភ័យគេតែមែនតើហ្មងហ៎ ភ័យយ៉ាងមែនទេ បាទនេះគឺជាសាច់រឿងដ៏ពិសេសដោយតែលោកអ្នកបានស្ដាប់ហើយសិតសឹងតែស្ថិតនៅក្នុងទម្រង់យីកេខ្មែរយើងដែលផ្ដល់ជូនលោកអ្នកនៃការពេញចិត្តក៏ដូចជាសំណាក់ការនិពន្ធដ៏ពិសេសរបស់ពីវីរៈសិល្បកររបស់យើងប្រិមត្តទូទាំងសិជនក៏បានស្ដាប់ហើយឥឡូវនេះងាកមកការបកស្រាយអំបើមិញនេះការបកស្រាយរបស់ចម្រៀងសម័យក៏ដូចជាបទចម្រៀងទម្រង់យីកេបែបនេះមានលក្ខណៈខុសគ្នាបែបម៉េចដែរ ចាខុសគ្នាច្រើនដែរដោយសារនាងខ្ញុំត្រូវតែបកស្រាយបទចម្រៀងសម័យបើថាត្រូវសេះបើថាត្រូវ slow ប៉ុន្តែចា យីកេគ្រូខ្ញុំកាសមថ្ងៃដំបូងស្លេកមុខមក ខុសច្រើនពេក ខុសច្រើនពេកគាត់លោកគ្រូចង់រត់ធូរ ឥឡូវចេះបើចាំភ័យឯងលោកគ្រូថ្ងៃនេះគាត់ស្លៀកក្បិនមកជួយហើយ ឲ្យកូនសិស្សរត់តែខ្លាំងបាទអរគុណណាស់បញ្ញាបាទក្នុងការផ្ដល់បទចម្រៀងដ៏ពិរោះទៅដល់បងប្អូនយើង តែកុំភ្លេចនាងខ្ញុំមានលេខសម្គាល់ខ្លួនលេខ 6 ចាអត់ច្រឡំទេណា អត់ច្រឡំទេ ចាឥឡូវសូមបញ្ជាក់ជូនទៅដល់អស់លោកអ្នកម្ដងទៀតកញ្ញាចិត្តសវណ្ណបញ្ញាមានលេខកូដសម្គាល់ខ្លួនរបស់គាត់គឺលេខ 6 ដូច្នេះបើសិនជាបងប្អូនពេញចិត្តស្រឡាញ់បញ្ញាចាសូមត្រៀមទូរស័ព្ទណាលេខ 6 ចាអរគុណច្រើនជូនពរសំណាងល្អបញ្ញា អរគុណបញ្ញាអរគុណច្រើនបាទ ចាឥឡូវនេះលោកគ្រូរិនធីរ៉ាចាមកទទួលកូនសិស្សរបស់គាត់អូចាស្លៀកក្បិនទៀតសូមផ្ដល់សម្លេងស្វាគមន៍ទាំងអស់គ្នា បាទ ចាឈុតទៀតណាឈុតជាមួយកូនសិស្សទៀតបាទការសហការគ្នានេះយ៉ាងពេញទំហឹងហើយមិនមែនថាបត់ចម្រៀងបត់ភ្លេងសូម្បីតែការស្លៀកពាក់ក៏ដូចគ្នាដែរបាទពណ៌ក៏ស៊ីគ្នាដែរឆ្ងាញ់តែលោកគ្រូវាយក្បិនខ្ញុំអត់វាយក្បិននេះចំណាយលោកគ្រូបាទអរគុណណាស់លោកអ្នកក៏បានឃើញហើយនៅក្នុងការបកស្រាយរបស់ចម្រៀងរបស់វត្តមានតារាចម្រៀងអាជីពរបស់យើងឥឡូវចង់ដឹងអំពីចំណាប់អារម្មណ៍របស់លោកសួនពិសិដ្ឋវិញនៅពេលដែលឃើញការបកស្រាយរបស់ចម្រៀងរបស់កញ្ញាចិត្តសមានបញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរបាទហើយជាពិសេសនៅពេលដែលឃើញគូប្រកួតលោកគ្រូភ្លេងដូចគ្នាលោករិនធីរ៉ាវាយក្បិនខ្ញុំមានអារម្មណ៍យ៉ាងម៉េចដែរបាទលោកគ្រូបាទ បាទជាដំបូងហ្នឹងគឺសូមសរសើរដល់កញ្ញាចិត្តសវណ្ណបញ្ញាដែលគាត់ថ្ងៃនេះគឺគាត់ធ្លាប់តែខ្ញុំធ្លាប់តែឃើញគាត់ច្រៀងរបៀបបទសម័យបទអីចឹងទៅគាត់របៀបបែបសម័យតែថ្ងៃនេះនៅពេលដែលគាត់ច្រៀងមកជាទម្រង់របៀបបែបផែនជាគេគឺគាត់បានច្រៀងបានល្អ ឲ្យខ្ញុំមើលឃើញចំណុចខ្វះខាតមួយចំនួនតិចតូចតែប៉ុណ្ណឹងទេប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់អាចធ្វើបានល្អដល់ថ្នាក់នឹងទេនៅក្នុងថ្ងៃនោះបាទបាទហើយដែលខ្ញុំមើលឃើញសម្រាប់ថ្ងៃនេះគឺលោកគ្រូរបស់គាត់បានរៀបចំទម្រង់ភ្លេងរបៀបបុរាណរបស់យើងគឺថាយកទម្រង់យីកេយកមកដាក់នៅលើថាលើឆាហ្នឹងគឺគាត់បានរៀបចំបានល្អរួមជាមួយនឹងការច្រៀង ព្រមទាំងកាយវិការនិងការសម្ដែងរបស់បញ្ញាគាត់ធ្វើបានល្អចាជួបប្រៀបមួយកូនសិស្សលោកគ្រូមិនដែរប្រៀបជាមួយសិស្សខ្ញុំខ្ញុំមិនហ៊ាននិយាយនេះទេប៉ុន្តែខ្ញុំមានសង្ឃឹមទៅលើសិស្សរបស់ខ្ញុំទាំងស្រុងទៅលើសមត្ថភាពរបស់គាត់ចាមិនទៅសើបញ្ញាខ្លាំងណាស់លោកគ្រូទៅសើបញ្ញាដែលខ្ញុំមិននឹកស្មានថាគាត់អាចមានសមត្ថភាពបាទធ្វើបានល្អច្រៀងព្រោះថាប្រភេទបទបុរាណរបស់ជីគេរបស់យើងមិនមែនងាយនឹងច្រៀងបាននោះទេគឺមានកលុកកលៈការអឺនការអីហ្នឹងបែបផែនបុរាណហ្នឹងវាលំបាកណាស់ត្រូវការដង្ហើមវែងបាទហើយនឹងមโนគេហៅថាមโนអារម្មណ៍មโนសញ្ចេតនាហ្នឹងគឺថាជ្រៅជ្រះណាស់មិនមែនចេះច្រៀងបាននោះទេជាពិសេសគឺភ្លេងរបស់យើងតែម្ដងដែលខ្ញុំឃើញថាថ្ងៃនេះគឺជាថ្ងៃមួយដែលខ្ញុំរំភើបសប្បាយចិត្តនិងរីករាយជាទីបំផុតជាមួយសិស្សរបស់ខ្ញុំបាទហើយជាពិសេសគឺរួមជាមួយក្រុមការងាររបស់គ្នាបាទពីព្រោះហេតុអីមិនខ្ញុំនិយាយអញ្ចឹងពីព្រោះថាខ្ញុំបានឃើញទម្រង់ភ្លេងបុរាណក៏ដូចជាទម្រង់ប្រពៃណីរបស់យើងតាំងពីការស្លៀកពាក់តាំងពីភ្លេងរបស់យើងចម្រៀងរបស់យើងបែបយីគេយើងត្រូវបានដាក់នៅលើឆាកមួយដ៏ធំដើម្បីជាពិសេសនោះគឺបានបង្ហាញទៅដល់
យុវជនចំនួនក្រោយឲ្យគាត់បានស្គាល់នៅពណ៌សម្បុរ អរគុណច្រើន អរគុណលោកគ្រូអរគុណ ឥឡូវអញ្ចឹង